សួស្តីអាសុកថ្ងៃនឹងធ្វើមកអីថ្ងៃនេះជាថ្ងៃសៅរ៍ចុងសប្តាហ៍នៅក្នុងប្រទេសកូរ៉េអត់ដឹងធ្វើទេតែគ្នាត្រៀមឡំជួគ្រឿងរបស់ខ្មែរបែបជូជ្រេចឆ្ងាញ់ឆ្ងាញ់តោះអញ្ចឹងចាប់ដើមស្លោទាំងអស់គ្នាមកចាស់នេះជាបន្លែផ្លូវការអញ្ចឹងបងប្អូនទាំងអស់នេះក៏តែឃើញគេយកតកូលទៅស្លជូគ្រឿងចាំតែខ្ញុំយកបន្លែនេះទៅស្លជូគ្រឿងតែឆ្ងាញ់ហើយចិត្តឲ្យដាក់ទៅទីទៅដើម្បីឲ្យវាសម្រាប់រោគក្នុងយើងតាមសុខនៅឈើកាច់រៀងនៅនឹងឯអាសុកមិនដឹងការបានហូបទេ មើលឯងកំភៃមើលទីទៀតហើយកុំតែបានហូបទេចាំតែហូបទៅគ្នាកំពុងតែធ្វើហើយត្រៀមបន្ថែមបាយទៅអើយកំភៃសូមជាប្រាប់បងប្អូនទាំងគ្នាមកហូបខ្ញុំមកតែប្រើរបស់តែច្រើនទៅគ្រឿងរបស់ខ្មែរនិងគ្រឿងរបស់ប្រទេសកូរ៉េครับសម្រាប់ទីនោះជាទីនោះរចោលសម្រាប់អ្នករស់នៅក្រៅប្រទេសដូចជាប្រទេសកូរ៉េមិនថាប្រទេសណាទេដែលខ្វះតកូនគិតថាតកូនថ្លៃអាចយកបន្លែនៅក្នុងស្រុកបានដូចជាបន្លែភ្លើងកែបដែលមានតម្លៃថោកយ៉ាងមិនស្លោចំនួនតកូនបានគឺដឹងតែតានីថាអែមសែមឆ្ងាញ់តែម្ដងបងប្អូនទាំងអស់គ្នារូបមន្តបងប្អូនទាំងអស់គ្នាមើលតាមនឹងទៅបងប្អូនថែមថយតាមនឹងទៅមានគ្រប់សពដែលបងប្អូនត្រូវដាក់មើលតាមដល់វីដេអូក្នុងនឹងទៅគឺដឹងតែអែមសែមឆ្ងាញ់យកតែម្ដងបងប្អូនទាំងអស់គ្នាអត់និយាយក៏សូមពីដាក់គ្រឿងរួចរាល់ហើយនឹងដាក់ទឹកដូងនិងគោមកយកដូងអត់ទេតែយកដាក់ដូងនិងគោទៅដែរពេលពងហើយយើងដាក់ដល់បន្លែចូលទៅហើយខ្ញុំអត់មានអត់ទេអត់ប្រើទឹកត្រីបន្លែយើងបានលាងរួចរាល់ហើយដាក់ចូលទៅនេះជាទឹកបើដែលកុំទឹកក្តៅមិញឃើញអាឡើងខាប់មកដូចទឹកស៊ីអ៊ូជាមួយសំណមកហើយសូមជម្រាបជូនរបស់បងប្អូនគ្រប់ទៅរបស់បងប្អូនជិះចេញទៅយកពីខ្មែរពីខ្មែរហើយគឺដល់បងប្អូនថាតាមបងប្អូនទៅបានសិក្សាពីបងប្អូនដល់ទីចង់បងគឺខ្មៅស្រីអូនរៀបចំផ្ទះអាផ្លោកជួមហូបឆ្អិនហើយម៉ាម៉ាគ្នាតាហើយអាសូ